មុខជាមុននៃប៉ុន្តែនៅស្នាប់ឲ្យខ្មៅអត់ងាយបាត់សោះតើយើងគួរដោះស្រាយមិនចឹងតាមរយៈបទពិសោធន៍ខ្ញុំដែលជាវិជ្ជាបណ្ឌិតផ្នែកថែរក្សាសម្ផស្សកន្លងមកតើតោងជាមួយនឹងការព្យាបាលមុនវាងាយស្រួលក្នុងការព្យាបាលទេប៉ុន្តែដែលជាបញ្ហាចម្បងបន្ទាប់ពីការព្យាមុនហើយគឺបន្សល់នៅស្លាកស្នាប់ឲ្យខ្មៅនៅលើមុខហើយការព្យាបាលស្នាមវារៀងពិបាកជាងការព្យាបាលមុនបន្តិចដោយសារត្រូវការអ្នកជំងឺគាត់ថែទាំឲ្យបានដិតដល់ហើយវាត្រូវការរយៈពេលរៀងយូរបន្តិចថ្ងៃនេះនាងខ្ញុំសូមលើកឡើងពីចំណុចធំក្នុងការព្យាបាលស្នាមក្រោយពីការកាត់មុនចំណុចទី1ទាក់ទងជាមួយនឹងការប្រើប្រាស់ skin care ឲ្យត្រូវតាមប្រភេទស្នាមរបស់បងប្អូនដោយមានការណែនាំតាមវេជ្ជបញ្ជាទី2ទាក់ទងជាមួយនឹងការប្រើប្រាស់សេវាកម្មអមទៅជាមួយនឹងការប្រើប្រាស់ skin care ដើម្បីពន្លឿនក្នុងការឲ្យស្នាមយើងកាន់តែបាត់លឿនសេវាកម្មទាំងអស់នោះមាន chemical peeling microneedling ឬក៏ការប្រើប្រាស់ laser ចំពោះបញ្ហាស្នាមជាប់អុចខ្មៅនៅលើផ្ទៃមុខរៀងពិបាកព្យាបាលជាងបញ្ហាផ្សេងអញ្ចឹងតម្រូវឲ្យអ្នកទាំងអស់គ្នាពិភាក្សាជាមួយនឹងអ្នកជំនាញសិនមុនទទួលការព្យាបាល